Okបងប្អូននេះគឺជាទូរស័ព្ទ iPhone X ប្រើធម្មតាទេអត់បញ្ហាទេតែមាន 256G ហើយយើងលេខកូដប្រើធម្មតាទេអត់បញ្ហាទេប៉ុន្តែបញ្ហាត្រង់ដូចថានេះវាមាន Find My iPhone នេះបញ្ជាប់ iCloud storage នៅធម្មតាអញ្ចឹងណាយើងចង់remove iCloud ទេអត់បានទេវាជា password អញ្ចឹងហើយបើយើងឆែកមើលទូរស័ព្ទនេះគឺមាន iCloud 100%យើង copy ឲ្យនេះយកឆែកទៅឃើញហើយនេះផាសវាកន្លែងនេះមកពេលនេះមាន iCloud នេះ iCloud 100%អញ្ចឹងយើងចង់ដោះក៏ដោះចេញទេណាវាដល់យើងដោះទេតែឥឡូវយើងត្រូវការ remove វាចេញយើងត្រូវធ្វើម៉េចទីមួយបងប្អូនមាននេះហើយមានលេខកូដហើយណានេះលេខកូដនេះមានហើយអញ្ចឹងយើងចូលមកកាន់ tool នេះមកទៀតបងប្អូនយកពី proxy ចុចលើវាមកអញ្ចឹងវាមានការណែនាំបងប្អូនណា1 2 3 4 5អញ្ចឹងទី1បើយើងបង្កើតលេខកូដដែលយើងបង្កើតហើយទី1ពីចូលទៅកន្លែងនេះគឺ setting salary នេះឃើញទេនេះកន្លែងនេះតែយើងចូល setting មកsetting សិនទៅនេះជា salary មកទីយើងមកក្រោមអស់មកនេះ advanced web inspector ចេញអននេះចឹងណាបន្តទៅយើងតម្លាក់វាទៅវិញហើយដល់ទី3យើងនេះចូលកន្លែងនេះមកនេះ Safari យើងរកពាក្យ Safari មកនេះយើងវាពាក្យថា iCloud ហ្នឹង iCloud ទូទៅនេះចឹងកន្លែងហ្នឹងមកហើយបន្តមកទៀតទី4គឺនេះចូលទៅកាន់កុំព្យូទ័រអញ្ចឹងយើងចុចកាន់កុំព្យូទ័រមកយើងចូលពាក្យនេះកន្លែងនេះបងប្អូនអ្នកខមជិះទៅវាមកយើងចុចត្រាស់លើនេះ0ចូលទៅ proxy អញ្ចឹងយើងចុច allow នេះមួយមកយើងចូលឲ្យចូលនេះមក login វាហើយយើង login ជាមួយនឹង password យើង password ប៊ូតុងនេះប្រាប់ថា important please turn off device Wi-Fi អញ្ចឹងវាឲ្យយើងបិទ Wi-Fi សិននេះយើងបិទ Wi-Fi សិនមកដាក់ទៅកប៉ាល់ហោះទៅបន្ទាប់មកទៀតយើងចុច OK ចាំវាបន្តិចវាទៅគឺយើងធ្វើវាឲ្យបានច្រើនអូខេឥឡូវដាច់អស់ហើយអ្នកបងប្អូនឃើញទេនេះបាត់អូតូម៉ាទិកបានហើយអញ្ចឹងយើងឆែកពើវាម្ដងទៀត
ចាំច្បាស់ថាតើវាដាច់អស់ហើយឬនៅអញ្ចឹងយើងគប់ពីនេះបដាលមកពីនេះចូលទៅកាន់នេះបដាលនេះជាប់ណានេះឃើញទេជាប់អញ្ចឹងយើងឆែកភាសាទៀតហើយចាំមើលទាំងអស់គ្នាតើវាជាប់ឬក៏មិនជាប់អូខេអស់ហើយមានហើយណាសារក្នុងនេះយើងបានដោះហើយនេះឃើញទេនេះទិន្នន័យរបស់វាអញ្ចឹងពីអញ្ចឹងហើយយើងទៅធ្វើម៉េចអានេះយើងទុកចិនយើងទុកវាសិនតើយើងកុំបើក Wi-Fi បងប្អូនទៅយើងចូលទៅកាន់អានេះមកកន្លែងនេះមកចុចកន្លែងនេះអូខេហើយយើងច្បាស់ថាវាដាច់ចាំយើងធ្វើអញ្ចឹងយើងគ្រាន់តែចាំវាដើរចប់ទៅទូរស័ព្ទយើងនឹងដាច់ iCloud លេខមាន iCloud ទៀតងាយទេណាបងเราลงจุดเปย์ยังเหลือไปเจนเนาะเรียกบาเป็นเราđấy nhé lên viên iCloud này mà sân nó cứ xả mà lên viên iCloud này cho nên còn là chất active đấy ok tại vì nó cách cho đấy không muốn bánh hai chứ về lên viên iCloud hay sân này nó không muốn đó đây miền này linh này đặt bà đây chứng riêng ai chọn internet hay đầm bầy mới của bạnแต่nó lấy chọn ai ở trong chat ha anh ấy riêng support bán group model đó bằng cổ đó group version group model na mà sân na của dân thường chẳng màn đại bằng cổ đó iPhone vậy tới hỏi iPhone cứ những ai phơi bật như bàn được không cho con xem vào đó nàyนี่คือจะđược remove iCloud มันน้อยងាយស្រួលទេអត់បាក់ទេហើយដោយយើងឆែកមួយចិត្តដៃហើយបងប្អូនឃើញហើយអូនចាំយើងប្រើដោយមួយនេះប្រើធូលមួយនេះដើម្បីដោះស្រាយវា